ប្រទេសសៀមកំពុងតែជួបគ្រោះមហន្តរាយជាបន្តបន្ទាប់មិនលួសថ្ងៃសោះនោះឡើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិនិស្សកម្មអន្តរាយខ្ទេចខ្ទីដោយសារតែគ្រោះធម្មជាតិនិងអគ្គិភ័យដ៏កាចសាហាវឃោរឃៅហាក់បីដូចជាមេឃដីនឹងទស្សពិតបារមីលោកកំពុងតែបើកភ្នែកដាក់ទោសទណ្ឌចោលសៀមយ៉ាងចាស់ដៃឲ្យសមនឹងបាបកម្មដែលពួកគេបានសាងមកលើដែនដីកម្ពុជានិងវប្បធម៌ដូនតាខ្មែរតាំងពីបុរាណកាលមកអីចឹងផងដែរអ្វីរឹតតែខ្លោចសារទៅទៀតប្រិមិត្តពុកម៉ែបងប្អូនគឺរាជរដ្ឋាភិបាលនឹងថ្នាក់ដឹកនាំសៀមហាក់បីដូចជាមិនបានខ្វល់ខ្វាយពីសន្តិសុខសុវត្ថិភាពឬក៏ទុក្ខវេទនារបស់រាជខ្លួនឯងនោះទាល់តែសោះឡើយដែលបណ្ដាឲ្យប្រជាជនស្លូតត្រង់នៅក្នុងសង្គមចោសៀមមួយចំនួនបានរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃជួបគ្រោះភ័យម្ដងហើយម្ដងទៀតស្ទើរតែគ្មានពេលដកដង្ហើមនោះឡើយសូមគោរពជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទស្សនិកជនដែលកំពុងតែតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាជាទីគោរពស្នេហាសូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់ Channel ភាព7 សាជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំបានមានព័ត៌មានដ៏រន្ធត់និងលម្អិតបំផុតព្រមទាំងការវិភាគដ៏ស៊ីជម្រៅទាក់ទងនឹងជំនឿបារមីច្បាប់កម្មផលតបស្នងនិងព្រឹត្តិការណ៍គ្រោះមហន្តរាយដែលបានវាយប្រហារជាបន្តបន្ទាប់គ្នានៅក្នុងទឹកដីប្រទេសថៃឬក៏ស្រុកសៀមនេះក្រុងរយៈពេលត្រឹមតែ2ថ្ងៃតែប៉ុណ្ណោះទេដែលក្រុមការងារយើងបានដកស្រង់ចេញពីភ័យព័ត៌មាននៅក្នុងស្រុកសៀមដែលបានកើតឡើងពិតតែម្ដងដូច្នេះសូមប្រិយមិត្តពុកម៉ែបងប្អូនចំណាយពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនបន្តិចមកតាមដានជាមួយគ្នាហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Share ចែករំលែកវីដេអូនេះឲ្យបានច្រើនដើម្បីឲ្យពុកម៉ែបងប្អូនយើងនៅក្រៅប្រទេសដូចជាពិភពលោកទាំងមូលបានដឹងបានឃើញពីការពិតដែលកំពុងតែកើតឡើងហើយកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតនៅថ្ងៃស្អែកប្រិយមិត្តពុកម៉ែបងប្អូនតោះអញ្ចឹងកុំឲ្យខាតពេលវេលាច្រើនចំពោះពុកម៉ែបងប្អូនយើងទៅតាមដាននិងយើងចាប់ផ្ដើមពិនិត្យមើលហេតុការណ៍ដំបូងបង្អស់ដែលបានកើតឡើងយ៉ាងរន្ធត់កាលពីថ្ងៃទី21ខែឧសភាឆ្នាំ2026ម្សិលមិញនេះនៅវេលាម៉ោងប្រហែលជា4 រសៀលនៅក្នុងខណៈពេលដែរមនុស្សម្នាកំពុងតែប្រកបរបរចិញ្ចឹមជីវិតធម្មតាស្រាប់តែមានអំណាចនៃព្រះអគ្គីដ៏សន្ធោសន្ធៅមួយបានវាយប្រហារយ៉ាងសាហាវជាទីបំផុតទៅលើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងសហគមន៍អារុនប្រេះដែលស្ថិតនៅចំពីក្រោយវត្តប្រាសាទឃុំហួររ៉ូនស្រុកព្រះនគរស៊ីអយុធ្យាប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទិដ្ឋភាពនៅពេលនោះគឺពោពេញទៅដោយភាពរន្ធត់តក់ស្លុតជាពន់ពេកអណ្ដាតភ្លើងបានឆាបឆេះឡើងខ្ពស់អណ្ដែតរីឯផ្សែងខ្មៅក្រាស់ខ្មឹកបានហុយទៅលំពេញតែផ្ទៃមេឃបានបិទបាំងនៅពន្លឺព្រះអាទិត្យជិតឈឹងតែម្ដងព្រោះស្ថានភាពដ៏ចលាចលនោះប្រជាពលរដ្ឋបានរត់ប្រងព្រាតស្រែកទ្រហោយំរកជំនួយរីឯក្រុមពន្លត់អគ្គិភ័យស្រុកចៅសៀមបានខិតខំប្រឹងប្រែងទាំងទៅហេតុទៅហោបទាំងលំបាកលំបិនជាទីបំផុតព្រោះថាទៅចូលទៅទីនោះគឺវាមានតូចចង្អៀតទម្រាំតែអាចគ្រប់គ្រងនៅស្ថានភាពនៅអំណាចភ្លើងដ៏កំណាចនេះបានប៉ុន្តែទ្រព្យសម្បត្តិទាំងប្រមាណគឺត្រូវបានរលីខ្លាយទៅជាផេះផង់នៅក្នុងតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះទេប្រិយមិត្តពុកម៉ែបងប្អូនតាមការស៊ើបអង្កេតគេបានរកឃើញថាមូលហេតុដែលបណ្ដាលឲ្យមានអំណាចភ្លើងនេះបានឆាបឆេះបែបនេះឡើងគឺបណ្ដាលមកពីការទុះខ្សែភ្លើងដែលជាប់នឹងជញ្ជាំងផ្ទះដោយវាបានបែកជាផ្កាភ្លើងព្រុកព្រាតរួចក៏បង្កទៅជាដុំភ្លើងដ៏ធំមួយបានឆាបឆេះផ្ទះនោះតែម្ដងទៅនៅក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរម្ចាស់ផ្ទះបានត្រឹមតែទ្រហោយំនឹងឈោមើលទាំងក្តុកក្តួលស្រក់ទឹកភ្នែកព្រោះថាទ្រព្យសម្បត្តិដែលបានខិតខំរកសន្សំអស់មួយជីវិតត្រូវបានរលីត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះហើយព្រមទាំងបាត់បង់នៅជំរកដែលបានជ្រកកោនដ៏មានក្តីសុខរបស់ពួកវាខ្លាយទៅជាផេះផង់នោះទៅប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនតើហេតុការណ៍នេះបានកើតឡើងនៅឯណាទៅគឺហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តព្រះនគរស៊ីអយុធ្យាដែលជាទឹកដីប្រវត្តិសាស្ត្រចាស់របស់ពួកចៅសៀមនេះគឺជាសញ្ញាព្រមានដំបូងពីព្រះអគ្គីទីក្រុងអយុធ្យាដែលការពីអតីតកាលពួកចៅសៀមវាធ្លាប់តែលើកទ័ពមកដុតបំផ្លាញនៅរាជវាំងវត្តអារាមសាលារៀននិងបានលួចប្លន់នៅទ្រព្យសម្បត្តិមាសប្រាក់កាក់ពីទឹកដីនៃប្រជាណាចក្រកម្ពុជាយើងកាលពីអតីតកាលនោះហើយឥឡូវនេះអំណាចនៃព្រះអគ្គីកំពុងតែមកទារបំណុលកាមឈាមនិងបំណុលបាបកម្មផ្សេងទៀតវិញហើយប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនភ្លើងកម្មផលនេះបានដុតបំផ្លាញផ្ទះសម្បែងរបស់ពួកគេឲ្យរលាយខ្ទេចខ្ទីដូចតែគ្នានោះដែលពួកវាបានធ្វើឡើងមកលើកម្ពុជាយើងប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពស្រឡាញ់រាប់អានរឿងរ៉ាវវិនិស្សកម្មតែវាមិនទាន់បានបញ្ចប់នៅត្រឹមភ្លើងឆេះនៅអយុធ្យានោះឡើយវាហាក់បីដូចជាមានការរៀបចំទុកជាមុនពីសំណាក់នាយមបាលនិងទេវតាចិត្តដាច់អញ្ចឹងផងដែរព្រោះបន្ទាប់ពីអំណាចភ្លើងបានស្ងប់ស្ងាត់មិនទាន់បានប្រមាណផងឈានចូលដល់ប្រលប់នៅថ្ងៃដដែលនោះពោលគឺថ្ងៃទី21ខែឧសភាឆ្នាំ2026ដដែលនៅវេលាម៉ោង7យប់នាទីទៅហើយនោះស្រាប់តែមានរឿងដ៏អស្ចារ្យនិងគួរឲ្យតក់ស្លុតមួយទៀតបានកើតឡើងថាអំណាចភ្លើងបានខឹងសម្បាននឹងដាក់ទណ្ឌកម្មទោះទណ្ឌទៅលើសង្គមចៅសៀមដោយបានដុតបំផ្លាញផ្ទះសម្បែងរាស្ត្រចោះហេតុអ្វីបានជាសំបីតែទឹកភ្លៀងក៏បានបន្តវាយប្រហារបដូរវេនគ្នាអីចឹងដែរ
ត្រូវហើយប្រិមិត្តពុកម៉ែបងប្អូនយើងគឺមានទឹកភ្លៀងបានធ្លាក់យ៉ាងគំហុកតែម្ដងឲ្យជោគជាំនិងងងឹតមេឃដីរហូតដល់ហើយជាទឹកជំនន់លិចលង់យ៉ាងគំហុកនិងបានបង្កភាពចលាចលយ៉ាងខ្លាំងនៅក្នុងស្រុកខឿនខេត្តឡាំប៉ាងមូលហេតុចម្បងដែលនាំឲ្យមានការលិចលង់លឿនបែបនេះគឺដោយសារតែប្រព័ន្ធលូបង្ហូរទឹកនិងលូទឹកនៅក្នុងតំបន់នោះវាចាស់បុរាណពេកស្ទះដោយសារតែកំទេចកំទីមិនអាចទប់ទល់នឹងបរិមាណទឹកភ្លៀងដ៏ច្រើននោះបានឡើយទឹកភ្លៀងធ្លាក់បានតែមួយសន្ទុះប៉ុណ្ណោះទេប្រិមិត្តពុកម៉ែបងប្អូនហើយសន្ទុះនៃទឹកភ្លៀងនោះក៏បានលិចជន់ចូលទៅក្នុងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចៅសៀមជាច្រើនក្នុងភ្លាមៗតែម្ដងនៅពេលនោះប្រិមិត្តពុកម៉ែបងប្អូនទស្សនិកជនប្រជាពលរដ្ឋចៅសៀមបានរត់ជន់ជើងគ្នាហើយព្រមទាំងដឹកជញ្ជូននៅអីវ៉ាន់សត្វពាហនៈទាំងយប់ទាំងថ្ងៃតែម្ដងទាំងទឹកជោគជាំទាំងបាត់បង់នៅទំនេរនិងទ្រព្យសម្បត្តិនោះផងដែរកម្ពុជាពិតជាមិនខ្លាចពួកចៅសៀមនោះឡើយមែនទេប្រិមិត្តពុកម៉ែបងប្អូនភ្លើងអត់ទាន់បាននឹងក្បាត់ក្តៅផងឥឡូវនេះទឹកក៏មកលិចលង់បន្ថែមទៀតបដូរវេនគ្នាធ្វើបានមិនឲ្យសម្រាកស្រាក់ស្រាននោះឡើយបងប្អូនប្រិមិត្តទស្សនិកជនបើយើងនិយាយអំពីជំនឿបុរាណពេលដែលមានទឹកនិងភ្លើងមកបដូរវេនវាយប្រហារគ្នាបែបនេះគេហៅថាគ្រោះអន្តកប្បឬក៏ការដាក់ទោសពីច្បាប់ធម្មជាតិចំពោះជនជាតិណាដែលចូលចិត្តបំផ្លិចបំផ្លាញលួចប្លន់គេឈ្លានពានទន្ទ្រាននៅទឹកដីអ្នកដទៃប្រទេសជិតខាងជាពិសេសនៃប្រជាជាតិកម្ពុជាយើងនេះតែម្ដងពួកចៅសៀមតាំងពីបុរាណកាលនិងពេលបច្ចុប្បន្ននេះកាលណាដែលវាមកឈ្លានពាននៅទឹកដីខ្មែរនិងធ្វើបាបរាជខ្មែរទាំងទឹកទាំងភ្លើងឥឡូវនេះបារមីនៃទឹកដីបានបំបល់កងប្រវត្តិសាស្ត្រឲ្យពួកវាបានជួបគ្រោះកាចគ្រោះមហន្តរាយទាំងយប់ទាំងថ្ងៃទាំងពីរមុខតែម្ដងនៅក្នុងពេលតែមួយប្រិមិត្តពុកម៉ែបងប្អូនទស្សនិកជនចំណែកឯអាជ្ញាធរឬក៏ថ្នាក់ដឹកនាំចៅសៀមឯណោះវិញគិតតែពីការឃោសនាលាបពណ៌រៀបចំផែនការទប់ស្កាត់នយោបាយតែប្រព័ន្ធលូឬក៏រំដោះទឹកនៅក្នុងស្រុកធឿនបុរីឬក៏ស្រុករំភេតនោះបណ្ដាលឲ្យមានការស្ទះធ្លាក់ទឹកភ្លៀងបន្តិចបន្តួចក៏លិចផងដែរនេះក៏បានសរបញ្ជាក់ឲ្យឃើញថាថ្នាក់ដឹកនាំសៀមមិនបានយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរូបវន្តឬក៏ជីវភាពរបស់ប្រជាជនដែលរស់នៅតាមបណ្ដាខេត្តដាច់ស្រយាលនោះឡើយបណ្ដាលឲ្យរិះរងនៅគ្រោះមហន្តរាយតាមតែយថាកម្មនោះទៅតាំងពីប្រលប់ឈានចូលដល់ពាក់កណ្ដាលអាទិត្យកម្ពុជានៅតែតាមលងបន្លាចមិនព្រមដោះលែងខំមិនលែងសោះនោះឡើយទស្សនិកជនប្រិយមិត្តទាំងអស់គ្នាយើងបន្តដំណើរកាត់តាមខ្សែបន្ទាត់នៃគ្រោះមហន្តរាយមកមើលហេតុការណ៍បន្ទាប់នេះវិញម្ដងគឺរឹតតែរន្ធត់ចិត្តខ្លាំងជាងមុនទៅទៀតប្រិមិត្តពុកម៉ែបងប្អូនទស្សនិកជនយើងព្រឹត្តិការណ៍នេះបានឈានចូលទៅដល់ថ្ងៃថ្មីគឺថ្ងៃទី22ខែឧសភាឆ្នាំ2026វេលាម៉ោង 1:15 នាទីរំលងអាទិត្យជប់មិញនេះតែម្ដងស្របចំពេលដែរពលរដ្ឋសៀមកំពុងតែដេកលង់លក់នៅក្នុងទំនេរយ៉ាងស្កប់ស្កល់បន្ទាប់ពីភាពនឿយហត់ពេញមួយថ្ងៃនោះមកមិនបានដឹងខ្លួនសោះនោះឡើយស្រាប់តែមានអំណាចនៃភ្លើងកម្ពុជាមួយបានបន្តដំណើរបដូរវេនទៅឆាបឆេះយ៉ាងសាហាវគួរឲ្យខ្លាចនិងភ័យរន្ធត់ជាទីបំផុតនៅផ្ទះសំណាក់មួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ឌីដែននៅខណ្ឌឌីដែននៅទីក្រុងបាងកកតែម្ដងប្រិយមិត្តពុកម៉ែបងប្អូនភ្លើងនេះបានឆាបឆេះយ៉ាងលឿនសន្ធោសន្ធៅពោពេញទៅដោយផ្សែងខ្មៅក្រាស់ខ្មឹកហុយទៅលំពេញតែផ្ទៃមេឃនាពេលរាត្រីនោះដោយសារតែហេតុការណ៍នេះបានកើតឡើងនៅកណ្ដាលអាធ្រាត្រក្រុមពលរដ្ឋអគ្គិភ័យស្ម័គ្រចិត្តចោលសៀមមកពីអង្គភាពជាច្រើនបានធ្វើដំណើរទៅដល់ទីកន្លែងកាត់ហេតុទាំងវេទនាចិត្តទីបំផុតនិងត្រហេបត្រហប់យ៉ាងខ្លាំងព្រោះថាវាគឺជាពេលវេលាយប់ជ្រៅដែលពួកគេកំពុងតែលង់លក់នៅក្នុងដំណេកផងដែរនោះហើយផ្លូវនៅក្នុងខណ្ឌឌីដេតកន្លែងដែលកើតហេតុក៏មានសភាពតូចចង្អៀតផងដែរប្រិមិត្តពុកម៉ែបងប្អូនផ្ទះដែលឆេះនេះគឺជាផ្ទះ2ជាន់ដែលពាក់កណ្ដាលឈើនិងពាក់កណ្ដាលបេតុងអណ្ដាតភ្លើងកម្ពុជាដ៏កំណាចមួយនេះបានបន្តឆាបឆេះលេបត្របាក់ជាន់ខាងលើដែលធ្វើពីឈើនោះទាំងស្រុងតែម្ដងហើយប្រិមិត្តពុកម៉ែបងប្អូនទស្សនិកជនដឹងទេថាតើឃាតករបង្កឲ្យមានហេតុការណ៍ដ៏រន្ធត់នេះគឺជាអ្វីរឿងនោះគឺជាដែលយើងមិននឹកស្មានតតែសោះប្រិមិត្តពុកម៉ែបងប្អូនគឺមូលហេតុមកពីការផ្ទុះឆេះពីឆ្នាំងសាកវិទ្យុដែលបានដោតជាប់នឹងជើងទម្រទូរទស្សន៍និងជញ្ជាំងនៅក្នុងផ្ទះនោះឲ្យបានបណ្ដាលឲ្យមានការផ្ទុះសេនិងបែកការភ្លើងប្រងព្រាតនិងបណ្ដាលឲ្យឆេះរំលាយនិងខ្ទេចខ្ទីត្រឹមតែមួយប្រពេចភ្នែកនោះទៅទោះបីជាយ៉ាងណាក៏ដោយព្រមលិខិតមិនទាន់បានយកអាយុជីវិតមនុស្សឬក៏មិនឲ្យមានអ្នករងរបួសបាត់បង់នៅកន្លែងកើតហេតុក៏ដោយក៏ប៉ុន្តែទឹកចិត្តរបស់ប្រជាជនចៅសៀមនិងទ្រព្យសម្បត្តិដ៏មួយចំនួនទៀតនោះត្រូវបានខ្ទេចខ្ទាំរលាយខ្លាយទៅជាផេះគ្មានសេសសល់អ្វីនោះឡើយក្នុងយប់ងងឹតមួយនោះនៅយប់រំលងអាទិត្យជាពេលវេលាមួយដែលមនុស្សត្រូវការសេចក្តីសុខក៏ប៉ុន្តែបារមីកម្ពុជាមិនឲ្យពួកគេបានដេកលង់លក់ស្រួលនោះឡើយការដែលឆ្នាំងសាកវិសុឬក៏ម៉ាញ៉េដែលគេហៅថាម៉ាញ៉េនេះដ៏តូចមួយអាចបង្កទៅជាអគ្គិភ័យបានលេបត្របាក់ផ្ទះសម្បែងមួយក្រុងទាំងស្រុងបែបនេះគឺបើយើងនិយាយតាម
បែបផលបនឬក៏កម្មពីគឺជារឿងមួយដ៏ខុសពីធម្មតាដូចជាមានប្រលឹងខ្មោចឬក៏វិញ្ញាណណាមួយឬក៏ជាផលកម្មដែលមកសន្ធប់និងដុតរោលអញ្ចឹងផងដែរពួកចៅសៀមធ្លាប់តែលួចប្លន់និងដុតបំផ្លាញផ្ទះសម្បែងខ្មែរទាំងយប់ទាំងថ្ងៃឥឡូវនេះត្រូវមកជួបនៅវិបត្តិអគ្គិសនីទាំងកណ្ដាលអាទិត្យដូចគ្នាបែបនេះហើយបងប្អូនទស្សនិកជនយើងអស់ពីយប់ដ៏ខ្មៅងងឹតនៅទីក្រុងបាងកកព្រះអាទិត្យក៏បានរះឡើងម្ដងវិញទៀតប៉ុន្តែពន្លឺនៃថ្ងៃនេះមិនបាននាំមកនូវសេចក្តីសុខឲ្យពួកប្រជាជនចៅសៀមនោះឡើយមេឃដេរហាក់បីដូចជាបានបញ្ជានៅអំណាចតាព្រាមបានទៅវាយប្រហារនៅតំបន់ព្រំដែនឯណោះវិញម្ដងអស់ពីភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងសហគមន៍ចំកណ្ដាលទីក្រុងយើងងាកមកមើលនៅឯខេត្តនងខៃនេះវិញម្ដងប្រិយមិត្តពុកម៉ែបងប្អូនយើងអើយកំពុងតែជួបប្រទះនឹងគ្រោះមហន្តរាយភ្លៀងធ្លាក់យ៉ាងគំហុកតែម្ដងជាបន្តបន្ទាប់ហើយក៏មានទឹកជំនន់លិចលង់ដូចគ្នាផងដែរថ្ងៃព្រឹកទី22ខែឧសភាឆ្នាំ2026នេះគឺចាប់ពីម៉ោង 6:30 នាទីព្រឹកមិញនេះតែម្ដងមេឃបានបង្អុរនៅទឹកភ្លៀងបានធ្លាក់យ៉ាងគំហុកតែម្ដងក្រហមពេញតែអាកាសចាស្ទើរតែទូទាំងខេត្តនងខៃតែម្ដងរួមទាំងនៅក្នុងស្រុកផនភិស័យផងដែរហេតុការណ៍ភ្លៀងធ្លាក់នេះមិនបានឈប់ឈរនេះទេវាបានបន្តឲ្យមានទឹកជំនន់ភ្លាមលិចលង់យ៉ាងសាហាវនិងខ្លាំងជាទីបំផុតនៅក្នុងផ្សារស្រស់ចុកចានិងស្ថានីយ៍ឡានក្រុងផនភិស័យបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបក់បោកមកដល់ទៅ2ដងក្នុងមួយថ្ងៃប្រិយមិត្តពុកម៉ែបងប្អូនប្រជាជននិងអាជីវកររស់ដូរនៅក្នុងសង្គមចៅសៀមត្រូវបានរងទុក្ខវេទនាយ៉ាងខ្លាំងព្រោះថាទឹកនោះវាបានឡើងលឿនពេកដែលធ្វើឲ្យទំនិញនិងការធ្វើដំណើរត្រូវបានកាត់ផ្តាច់និងខូចខាតជាទម្ងន់តែម្ដងផ្សារដែលធ្លាប់តែអ៊ូអរបានប្រែក្លាយទៅជាសមុទ្រទឹកថ្លាកង្វក់ផងដែរឡានក្រុងមិនអាចទៅមុខរួចគ្មានសេះសល់នៅសេចក្តីសុខណាមួយទាល់តែសោះហើយខេត្តនងខៃគឺជាខេត្តមួយដែលជាប់ព្រំដែនដែលពួកចៅសៀមតែងតែប្រើប្រាស់ជាចំណុចយុទ្ធសាស្ត្រនិងធ្លាប់បានកាត់ទឹកដីពីប្រជាណាចក្រកម្ពុជានិងប្រទេសឡាវយកទៅគ្រប់គ្រងដោយខុសច្បាប់កាលពីអតីតកាលឥឡូវនេះទឹកចំនួនបានមកជន់លិចផ្សារនិងស្ថានីយ៍ឡានក្រុងដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់ពួកវាវិញម្ដងនេះគឺជាកម្មផលដែលតបស្នងអ្នកឯងធ្លាប់តែលួចប្លន់នៅទឹកដីគេធ្វើឲ្យគេហូរទឹកភ្នែកតែឥឡូវនេះធម្មជាតិបានធ្វើឲ្យមានទឹកចំនួនលិចលង់ទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចរបស់ពួកអ្នកឯងវិញម្ដងកម្មពៀតាមតនហនលឿនដូចជាឡានប្រណាំងអីចឹងផងដែរប្រិយមិត្តពុកម៉ែបងប្អូនប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពស្វែងរកបានទាំងអស់គ្នាតាមរយៈព្រឹត្តិការណ៍គ្រោះមហន្តរាយធំទាំង5ករណីបន្តគ្នាក្នុងរយៈពេលត្រឹមតែ2ថ្ងៃនេះទាំងគ្រោះអគ្គិភ័យឆ្លងចរន្តអគ្គិសនីនៅទីក្រុងបាងកកព្រមទាំងគ្រោះទឹកជំនន់លិចលង់ផ្ទះសម្បែងផ្សារនិងសាលារៀននៅឯខេត្តណាមប៉ាងនិងខេត្តនងខៃច្បាប់ធម្មជាតិបានសហការគ្នាបំផ្លិចបំផ្លាញបានបញ្ជូននៅទឹកភ្លៀងនិងព្រះអាគីទៅបំផ្លាញនៅទឹកដីសៀមយ៉ាងដំណំតែម្ដងនេះហើយគឺជាលទ្ធផលនៃការដេកស៊ីនិងការឈ្លានពានរកគំនិតឈ្លានពានលើទឹកដីអ្នកដទៃដោយមិនបានខ្វល់ខ្វាយពីសន្តិសុខក្នុងប្រទេសនិងគឺជាកម្មផលដែលពួកចៅសៀមបានសាងបាបកម្មមកលើដែនដីកម្ពុជានិងការពីអតីតកាលនិងព្រមទាំងបច្ចុប្បន្ននេះកម្មផលមិនដែលមើលរំលងនៃជនល្មើសណាមួយនោះឡើយវាតែងតែតាមតនហនស្ដែងតែម្ដងប្រិយមិត្តពុកម៉ែបងប្អូនចំពោះព័ត៌មានថ្ងៃនេះក៏បានបញ្ចប់ត្រឹមនេះផងដែរហើយតើប្រិយមិត្តពុកម៉ែបងប្អូនមានយោបល់ឬក៏មានគំនិតយ៉ាងណាដែរចំពោះមហន្តរាយនិងគ្រោះថ្នាក់ទាំងនេះនៅក្នុងសង្គមចៅសៀមព្រមទាំងការដឹកនាំរបស់ពួកមន្ត្រីសៀមទាំងនោះដែរបើសិនជាពុកម៉ែបងប្អូនមានយោបល់ឬក៏គំនិតបែបណាខ្លះសូមជួយបញ្ចេញនៅមតិខាងក្រោមវីដេអូមួយនេះឲ្យបានច្រើនកកនៅជាទស្សនៈគ្នាដើម្បីចែកជាចំណេះដឹងទៅវិញទៅមកហើយក៏សូមគោរពអរគុណច្រើនទៅដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃជាទីបំផុតមកតាមដានរាល់ព័ត៌មាននិងការវិភាគដ៏ស៊ីជម្រៅនៅថ្ងៃនេះហើយក៏សូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងមួយដើម្បីទទួលបាននូវព័ត៌មាននិងការវិភាគថ្មីជាបន្តទៀតនៅថ្ងៃស្អែកហើយសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Share ចែកម្លែកវីដេអូនេះទៅកាន់បណ្ដាញសង្គមផ្សេងៗដើម្បីពុកម៉ែបងប្អូនយើងជាពិសេសពុកម៉ែបងប្អូនដែលនៅក្រៅប្រទេសដូចជាពិភពលោកទាំងមូលបានឃើញនិងបានដឹងពីការពិតដែលកំពុងតែកើតមានឡើងនៅក្នុងសង្គមចៅសៀមនៅពេលនេះហើយក៏សូមគោរពជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងមានសុខភាពកាន់តែរឹងមាំដើម្បីធ្វើកិច្ចការកាន់តែជោគជ័យទៅជាលំដាប់ហើយជួបតែសំណាងល្អជារៀងរហូតហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាដែលធ្វើដំណើរលើដងវិថីសូមចូលរួមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារអាយុជីវិតអ្នកនិងអ្នករួមដំណើរលើដងវិថីនោះសម្រាប់ពេលនេះដែរ Channel ភាព707យើងខ្ញុំសូមគោរពអរគុណច្រើននិងសូមគោរពលាពីខ្ញុំភាព707